ជំរាបសួរនិងសួស្តីកូនថ្នាក់ទី2ជាទីស្រឡាញ់របស់អ្នកគ្រូទាំងអស់គ្នាអ្នកគ្រូឈ្មោះប៉ែនសាវលៈជាគរុសិស្សនៅសាលាគរុកោសល្យនិងវិក្រិតការខេត្តសៀមរាបថ្ងៃនេះយើងនឹងរៀនមេរៀនអំណានដែលមានចំណងជើងថាបវេសនកាលតើកូនស្ដាប់អ្នកគ្រូអានទាំងអស់គ្នាមេរៀនទី32បវេសនកាលពេលព្រឹកព្រលឹមម៉ាក់ដើរចូលក្នុងបន្ទប់របស់តុលាម៉ាក់ចាប់ផ្ដើមដាស់តុលាម៉ាក់បើកបង្អួចពន្លឺថ្ងៃរះចាំងចូលក្នុងបន្ទប់តុលាម៉ាក់និយាយថាភ្ញាក់ឡើងកូនមេឃភ្លឺហើយថ្ងៃនេះជាថ្ងៃពិសេសណាស់កូនដឹងថាជាថ្ងៃអ្វីទេតុលាឆ្លើយថាជាថ្ងៃកូនទៅរៀនប៉ាសួរតុលាថាថ្ងៃកូនទៅរៀនហៅថាថ្ងៃអ្វីទៅកូនតុលាឆ្លើយថាជាថ្ងៃចូលរៀនដំបូងនៅថ្នាក់ទី2បន្ទាប់ពីកូនឈប់សម្រាកអស់ជាច្រើនថ្ងៃប៉ានិយាយថាត្រូវហើយកូនហើយថ្ងៃនេះគេហៅថាថ្ងៃបើកបវេសនកាលតុលាជាក្មេងល្អតុលាអាចធ្វើការងារផ្ទះបានដោយខ្លួនឯងមួយចំនួនម៉ាក់ដាំបាយនិងចៀនត្រីតុលាលើកម្ហូបពីផ្ទះបាយប៉ាដួសបាយឲ្យតុលាស្លៀកពាក់ដោយខ្លួនឯងតុលាជម្រាបលាម៉ាក់ប៉ាបានដឹកតុលាទៅសាលារៀនពេលទៅដល់សាលារៀនប៉ាបាននាំតុលាដើរសម្ដៅទៅថ្នាក់ទី2អ្នកគ្រូបាននិយាយទៅកាន់ប៉ារបស់តុលាថាសូមជម្រាបសួរសូមអរគុណបងប្រុសដែលបានអញ្ជើញមកនិងជូនកូនមករៀននៅថ្ងៃដំបូងបន្ទាប់មកតុលាបាននិយាយទៅកាន់អ្នកគ្រូជម្រាបសួរអ្នកគ្រូកូនឈ្មោះតុលាអ្នកគ្រូនាំតុលាទៅចូលថ្នាក់រៀនតុលាបានឃើញសិស្សជាច្រើនអ្នកពួកគេសប្បាយរីករាយផងរំភើបផងនិងអៀនផងបន្ទាប់ពីបែកគ្នាយូរអ្នកគ្រូបាននាំសិស្សច្រៀងចម្រៀងស្រៈនិស្ស័យនិងនាំសិស្សឲ្យលេងល្បែងដំឡូងក្តៅក្នុងថ្ងៃចូលរៀនដំបូងសិស្សទាំងអស់សើចសប្បាយនិងរីករាយព្រមទាំងច្រៀងចម្រៀងស្រៈនិស្ស័យគ្រប់គ្នាចាបន្ទាប់ពីកូនបានស្ដាប់អ្នកគ្រូអាននិងកូនបានអានខ្លួនឯងរួចមកអ្នកគ្រូនឹងបង្ហាញសំណួរដែលកូនត្រូវសាកល្បងឆ្លើយចំពោះសំណួរទី1ជាសំណួរទម្រង់ពហុជ្រើសរើសឬអាចនិយាយបានថាជាសំណួរដែលមានចម្លើយច្រើនសម្រាប់ឲ្យកូនជ្រើសរើសចាយើងទៅមើលសំណួរទាំងអស់គ្នាសំណួរទី1តើបវេសនកាលមានន័យដូចម្ដេចចាខាងនេះគឺមានប្រអប់ចំនួន4ដែលនៅខាងឆ្វេងដៃនៃប្រអប់គឺមានចម្លើយជួរទី1មានកដាក់ថាជាថ្ងៃពិសេសណាស់ខជាថ្ងៃចូលរៀនដំបូងកជាថ្ងៃតុលាទៅរៀនខជាថ្ងៃឈប់សម្រាកប្រអប់ទាំង4នេះគឺជាប្រអប់ដែលកូននឹងត្រូវចុចយកឬកូសសញ្ញាធីកដើម្បីជ្រើសរើសចម្លើយដែលត្រឹមត្រូវតោះកូនទាំងអស់គ្នាសំណួរសួរថាតើបវេសនកាលមានន័យដូចម្ដេចឥឡូវអ្នកគ្រូនឹងបង្ហាញពាក្យកន្លឹះដល់កូនជាមុនសិនតើពាក្យកន្លឹះនៅក្នុងសំណួរជាអ្វីចានេះកូនគឺពាក្យបវេសនកាលឥឡូវនេះយើងនឹងរកពាក្យកន្លឹះនៅក្នុងអត្ថបទម្ដងយើងនឹងអានអត្ថបទម្ដងទៀតត្រួសដើម្បីស្វែងរកចម្លើយអញ្ចឹងយើងនឹងចាប់ផ្ដើមអានអត្ថបទត្រួសដើម្បីរកពាក្យបវេសនកាលពេលព្រឹកព្រលឹមម៉ាក់ដើរចូលក្នុងបន្ទប់របស់តុលាម៉ាក់ចាប់ផ្ដើមដាស់តុលាម៉ាក់បើកបង្អួចពន្លឺថ្ងៃរះចាំងចូលក្នុងបន្ទប់តុលាម៉ាក់និយាយថាភ្ញាក់ឡើងកូនមេឃភ្លឺហើយថ្ងៃនេះជាថ្ងៃពិសេសណាស់កូនដឹងថាជាថ្ងៃអ្វីទេតុលាឆ្លើយថាជាថ្ងៃកូនទៅរៀនប៉ាសួរតុលាថាថ្ងៃកូនទៅរៀនហៅថាថ្ងៃអ្វីទៅកូនតុលាឆ្លើយថាជាថ្ងៃកូនចូលរៀនដំបូងនៅថ្នាក់ទី2បន្ទាប់ពីកូនឈប់សម្រាកអស់ជាច្រើនថ្ងៃប៉ានិយាយថាត្រូវហើយកូនហើយថ្ងៃនេះគេហៅថាថ្ងៃបើកបវេសនកាលតើកូនទាំងអស់គ្នាយើងទៅស្វែងរកពាក្យកន្លឹះតើពាក្យបវេសនកាលនៅឯណាអូរកឃើញហើយគឺនៅទីនេះពាក្យបវេសនកាលតោះយើងនឹងងាកទៅមើលសំណួររបស់យើងម្ដងទៀតសំណួរសួរថាតើបវេសនកាលមានន័យដូចម្ដេចយើងមានចម្លើយចំនួន4កជាថ្ងៃពិសេសណាស់ខជាថ្ងៃចូលរៀនដំបូងកជាថ្ងៃតុលាទៅរៀន
និងខជាថ្ងៃឈប់សម្រាកយើងនឹងបន្តអានត្រួសដើម្បីស្វែងរកនិយមន័យថាតើពាក្យបវេសនកាលមានន័យដូចម្ដេចថ្ងៃនេះជាថ្ងៃពិសេសណាស់កូនដឹងថាជាថ្ងៃអ្វីទេតុលាឆ្លើយថាជាថ្ងៃកូនទៅរៀនប៉ាសួរតុលាថាថ្ងៃកូនទៅរៀនហៅថាថ្ងៃអ្វីទៅកូនតុលាឆ្លើយថាជាថ្ងៃចូលរៀនដំបូងនៅថ្នាក់ទី2បន្ទាប់ពីកូនឈប់សម្រាកអស់ជាច្រើនថ្ងៃប៉ានិយាយថាត្រូវហើយកូនហើយថ្ងៃនេះគេហៅថាថ្ងៃបើកបវេសនកាលតោះកូនយើងទៅមើលសំណួររបស់យើងម្ដងទៀតចម្លើយមួយណាជាចម្លើយត្រឹមត្រូវជាថ្ងៃពិសេសណាស់ជាថ្ងៃចូលរៀនដំបូងជាថ្ងៃតុលាទៅរៀនឬជាថ្ងៃឈប់សម្រាកចាចម្លើយដែលត្រឹមត្រូវគឺជាចម្លើយខជាថ្ងៃចូលរៀនដំបូងឥឡូវនេះអ្នកគ្រូនឹងបង្ហាញពីមូលហេតុថាហេតុអ្វីចម្លើយខជាចម្លើយត្រឹមត្រូវតោះកូនយើងទៅមើលអត្ថបទទាំងអស់គ្នាម្ដងទៀតថ្ងៃនេះជាថ្ងៃពិសេសណាស់កូនដឹងថាជាថ្ងៃអ្វីទេតុលាឆ្លើយថាជាថ្ងៃកូនទៅរៀនកូនសាកគិតមើលថាចម្លើយរបស់តុលាជាថ្ងៃកូនទៅរៀនជាចម្លើយត្រឹមត្រូវនិងពេញលេញហើយឬនៅចាប្រកាសណាស់មិនទាន់ត្រឹមត្រូវនិងមិនទាន់ពេញលេញនៅឡើយទេប៉ាតុលាបានសួរគាត់បញ្ជាក់ទៀតថាថ្ងៃកូនទៅរៀនហៅថាថ្ងៃអ្វីទៅកូនតុលាបានឆ្លើយថាជាថ្ងៃចូលរៀនដំបូងនៅថ្នាក់ទី2បន្ទាប់ពីកូនឈប់សម្រាកអស់ជាច្រើនថ្ងៃកូនទាំងអស់គ្នាកូនឃើញចម្លើយរបស់យើងទេកូនចាគឺជាថ្ងៃចូលរៀនដំបូងដូច្នេះចម្លើយខដែលសរសេរថាជាថ្ងៃចូលរៀនដំបូងគឺជាចម្លើយដែលត្រឹមត្រូវប្រសិនបើកូនមិនច្បាស់នៅចម្លើយរបស់តុលាឆ្លើយថាត្រឹមត្រូវឬទេកូនអាចអានឃ្លាបន្តទៅមុខទៀតបានប៉ាតុលានឹងនិយាយបញ្ជាក់ប៉ានិយាយថាត្រូវហើយកូនហើយថ្ងៃនេះគេហៅថាថ្ងៃបើកបវេសនកាលដូច្នេះពាក្យបវេសនកាលមាននិយមន័យថាគឺជាថ្ងៃចូលរៀនដំបូង